bạn là xin quý vị số điện thoại khi làខ្ញុំចង់បង្ហាញអំពីរបៀបនៃការ convert បទចម្រៀងពី MP3 ទៅជា MP4 បាទដែលយើងប្រើកម្មវិធី FrameMake Video Converter បាទនឹងជា tool ដែលយើងទាញពី MP3 ដើម្បីបង្កើត MP4 នេះជាបទចម្រៀង MP3 ទាំងអស់នេះជាបទពាក្យសវត្ថិនេះជាបទយើងជ្រើសរើសបទមួយបទបង្វែងមួយពេល បាទបើសិនតែយើងមិនចង់ដាក់ទៅផ្ទាំង MP4 ធម្មតា MP4 យើងមានតែជាលក្ខណៈខារ៉ាអូខេប៉ុន្តែបើយើងចង់បង្កើតជាខារ៉ាអូខេយើងមិនមែនជា product របស់ក្រុមហ៊ុនណាមួយយើងគ្រាន់តែបង្កើតជាផ្ទាំងរូបភាពដាក់ជំនុំមកវិញយើងអាចចូលកន្លែងហ្នឹងយើងចង់បានផ្ទាំងអញ្ចឹងយើងចង់បានផ្ទាំងដែលជាបាត់ព្រាសវត្ថិយើងចង់ដាក់រូបភាពព្រាសវត្ថិយើងចូលកន្លែងហ្នឹងដើម្បីទៅទាញរូបភាពយើងអាចជ្រើសរើសក្នុងនឹងបានជាលក្ខណៈ slide តែយើងអត់ចង់បាន slide យើងចង់លក្ខណៈផ្ទាំងរូបបដាក់ជំនួសវិញយើងចូលទៅរករូបភាពចូល desktop ហើយរូបភាពយើងដាក់បាទនឹងជារូបភាពដែលយើងកាត់នៅក្នុង Photoshop យើងអាចដាក់រូបភាពនឹងទៅឲ្យ MP4 របស់យើងដែលយើងពី MP3 មកបង្កើតជា MP4 បាទហើយយើងដាក់តែរូបភាពនេះហើយយើងចុច OK យើងចាប់ដាក់ convert យើងចង់ convert ទៅជា file ស្អីចឹង WMV AVI ស្អីក៏បានតែឥឡូវខ្ញុំចង់បង្ហាញពីរបៀប convert ទៅជា MP4 ហើយយើងជ្រើសរើសទីតាំងយើងដាក់លើ desktop ដែរដើម្បីបានឃើញទាំងអស់គ្នាពី desktop តោះមកយើងចាប់តាម convert បាទបងចាំបន្តិចរយៈពេលនៃការ convert បទចម្រៀងពី MP3 ទៅ MP4 យើងប្រើរយៈពេលយូរជាងដែលយើង convert ពី MP4 ទៅ MP3 ឥឡូវការ convert របស់យើងគឺ complete ហើយ close ហើយយើងទៅមើល
tạiនេះទៅកម្មវិធីបទចម្រៀងយើងចេះបទចម្រៀងដែលយើង convert របស់យើងយើងឈប់មានជា file ឥឡូវវាជា file mp4 យើងអាច view មើលใน property ដាក់ file នេះជា file mp4 កាលពីមុន file ជា mp3 คือทำให้ได้รู้สึกหาที่ปุยดาราได้เรียกว่าคุณปุยคนแต่สนายหาเพื่อเอาชุด អាហ្នឹងជាយើង convert ជា mp4 លក្ខណៈយើងដាក់ទាំងរូបជំនួសប៉ុន្តែបើយើងចង់បង្កើតជា style អក្សរហោះឬក៏អក្សរ style ដូចជា graphic យើងអាចប្រើកម្មវិធីជំនួសដូចជា Sony Vegas ជាដើមបាទឥឡូវការ convert ពី mp3 មក mp4 របស់យើងត្រូវបានចប់សូមអរគុណច្រើនចំពោះការតាមដានមើលនៃវីដេអូនេះសូមអរគុណ